បងប្អូននេះគឺព្រៃស្វាយស្វាយព្រៃស្វាយដល់ស្វាមកដល់ផ្សារបងប្អូនណាផ្សារស្វាយព្រៃបងប្អូនណាស្វាយព្រៃហើយនៅនេះវាស្រួលដើមស្វាយព្រៃហើយបងប្អូនណាបាទអញ្ចឹងបានគេដាក់ឈ្មោះស្វាយព្រៃបងប្អូនណាចឹងយើងជិះពីស្វាយព្រៃនេះបាត់ចូលខាងសាលាស្រុកសំរោងឬក៏ចូលទៅបាត់ការហ្នឹងបងប្អូនណាបាទបងប្អូននេះតែកាយយើងគឺស្គាល់ហើយបងប្អូនណាបាត់ការសាលាស្រុកសាលាស្រុកសំរោងចំទៅទឹកដីបាត់ដំបងណាទៀតទាន់ផ្លេចទៀតនឹកបាត់ដំបងអញ្ចឹងទេណាបងប្អូនបើឡូវនេះខ្ញុំហើយនឹងប្រពន្ធខ្ញុំអត់ទាន់បានមកជុំគ្នាទេបងប្អូនបើឡូវដោយសារប្រពន្ធខ្ញុំគាត់ធ្វើការនៅបាត់ដំបងនៅឡើយទេសាច់ខ្ញុំអត់ទាន់បានធ្វើការធ្វើអីដល់ពេលអញ្ចឹងតែកាលណាជុំទាំងពីរនេះដឹងតែអំបិលហើយបងប្អូនអញ្ចឹងហើយខ្ញុំរំពឹងទៅលើ YouTube នឹងឯងបងប្អូនអើយហើយក៏ស្គិតថាពុកម៉ែបងប្អូនមកជួយ like ជួយ share វីដេអូនេះមួយបងប្អូនហើយបាទទៅភាពមកពុកនៅម្ដាយបងប្អូនយើងគាត់ចរាចរណ៍តាមដងផ្លូវជាតិលេខ2យើងជាហូរហែហើយណាមួយមកបែកណាមិនសូវសម្បូររោងចក្រមកទេតែបើចាប់ពីផ្ទះខ្ញុំវត្តប្រាសាទអ្នកខ្មៅទៅដល់នោះហ៎បងប្អូនទៅបែកខាងឥណ្ឌាអីគឺសម្បូររោងចក្រច្រើននេះខ្ញុំនិយាយតែរឿងផ្លូវជាតិលេខ2យើងទេបាទរោងចក្រច្រើនណាបងប្អូនណានៅបែកណាមានមួយដែរពុកម៉ែបងប្អូនបាទខ្ញុំនៅក្នុងហ្នឹងណាពុកម៉ែបងប្អូនបាទប៉ុន្តែមិនដឹងថាដីវាហុយមកពីណាពីណីទេហុយដល់ហើយដីតែពីកុំព្យូទ័រខ្ញុំដីលព្រុសអូផ្លុំរាល់តែថ្ងៃជាបឹងមិនដឹងជាស្អីទេបងប្អូនខ្ញុំអត់ស្គាល់ច្បាស់ឡើយទេភាសាខ្ញុំ
lần câu tránh cho anh ba tế thì hôm trăm mưa thì thằng cõi của Thái Lan tiếp tục có hỏi anh viên anh hiệp thì cả qua trên bàn để làm từ sò lan tôi đi núiเป็นอักตัวนี้យើងជិះឡានជិះម៉ូតូយើងប្រយ័ត្នប្រយែងមិនដឹងយើងមិនមែនមើលតែមុខទេវាដែលសំខាន់គឺយើងមើលខាងក្រោយដែរតើអត្តភាពឬក៏យើងអាចមានសមត្ថភាពឬក៏លទ្ធភាពដែលអាចថាវ៉ាជេរបានអត់លេងជួនកាលអីខ្ញុំចង់វ៉ាឡានមកពីក្រោយជាសល់តែ4-5ម៉ែត្រទៀតលឿនឡានគឺលឿនណាស់បងប្អូនបើយើងលើកឆ្ងាយគឺ7ម៉ែត្រ7ម៉ានក៏ដោយតែកាលណាដែលយើងឆ្លងគឺមកដល់ហើយចឹងមិនច្រើនមុននឹងយើងវ៉ាជេរគឺឲ្យយើងឈប់ដើម្បីយើងលើកក្រោយមើលឆ្វេងមើលស្ដាំមើលទៅមុខតែយើងអាចឆ្លងបានអត់តែយើងមានទៅកម្លាំងម៉ាស៊ីនឬកម្លាំងរបស់យើងអាចទៅវ៉ាទៅផុតអត់អត់មានបញ្ហាឬអត់មានអីអត់ប្រហែលបងបាទចឹងនេះគឺជាមួយនៃការវ៉ាជេរមិនយើងដាក់វ៉ាប់លេងវ៉ាយកមកតែឃើញតែយើងចឹងវ៉ាប់ទៅនេះអ្នកក្រោយនេះមុខនេះកុំយ៉ាលេចូលឡានវ៉ានេះវ៉ាអត់មានមើលផ្លូវឡានមុខហ្នឹងចឹងផ្លូវចឹងបងប្អូនហានិភ័យគាត់វ៉ាក៏អត់មានមើលមុខមើលក្រោយទេផ្លូវកោងហើយឡាននៅមុខគេឈប់នៅចិត្តតែហ៊ានវ៉ាទៀតសក់ផ្លាកយីហោនេះផ្លាកផ្លូវនេះឥឡូវនិយាយរួមមកផ្លូវជាលេខ2នេះគឺរលប់ច្រើនណាស់ភាគរយនៃការរលប់គឺច្រើនមែនទេគឺម៉ាស៊ីននេះអាចខេតពីខាងអីបងប្អូនអាចគាត់អាចជួយមើលឡើងវិញជាមួយនឹងផ្លូវគីឡូផ្លូវនេះកន្លែងណាកន្លែងណីបងប្អូនពេលខ្លះគឺអ្នកដំណើរផ្លូវឆ្ងាយពីខ្ញុំឯងមិនថ្មងមកចឹងអ្វីដែលជាអត្ថភាពជាហ្មងគឺមើលលើផ្លាកហ្នឹងមកតែដល់ពេលផ្លាកលុបអស់លីងជួនកាលនេះមានតែនៅសល់តែបង្គូលទេនៅសល់តែផ្លាកចង្រឹងដុំថ្មនៅហ្នឹងតែមិនដឹងស្អីគេឃើញ20មែនទេបងប្អូនអូខាងពីស្វាយពីផ្សារស្វាយព្រៃយើងមកនេះគឺឆ្ងាយមុនមកដល់បទការយើងនេះបងប្អូនណាឆ្ងាយទេសំអូជំនួយពីគូនេះអាចកាត់ព្រៀងហើយមានជាស្ដាយចឹងបងប្អូនយើងអត់មានទេមានសន្យាណឡើយតែដាក់ក្លាក់ចលបងហើយលេងខ្លែងបងប្អូនសบายលេងlạiតែតើសារពួកគាត់ចេះឆ្នៃប្រឌិតមានរូបទៅប្រភេទមករូបអេនហ្គ្រីបឺតរូបអីផ្សេងអានេះដាក់វត្តលើទៅស្អាតពីចឹងអានេះអាលបែងទាញក្មេងបន្តិច
là sắpขึ้นง่ายครับผม Bài á, một mà cô đó tôi làm bài mà cái đầu tiên là vũ khí ngay bật lời này hết một con đấy bật cho là sọc báo từ cái hao phun xăng bật cam mà xa bật cà gì đó rồi nhung khôi lưới slog lưới lóng lưới xì nhô slog ngặt lưới cao và chọc nó cũng ọt lưới chứ hay chơi bị một tô đi rẻ rạ đó lên một tô
មកដល់ទីរួមស្រុកសម្រាប់ហើយពុកម៉ែបងប្អូនបត់ប្រកាសសាលាស្រុកបងប្អូនសាលាស្រុក
mẹ lo bike bánh nôm số bằng bố đó nôm chỉ số tại đây nhom chi một chỗ tên nhom mai bằng bố đó chẳng mà cô chân mà lên trường ban bằng bố đó mà anh mơ video đi ban lời đi chi taoยังចាក់ទៅព្រមបទល់ចំផ្លូវជាលេខ2យើងវិញមកកូនបាទយើងចាក់ចំកន្លែងដើមផ្លូវផ្លូវកែងដើមផ្លូវហ្នឹងណាគុំមកបងណាចឹងអ្នកតកៅក៏ស្គាល់ច្បាស់ហ្នឹងមកបងបាទតែផ្ទះខ្ញុំអត់បានដល់កែងទេលាកពាក្យកដាលបងពេលនោះក៏ដល់ពាក្យកដាលពេលនេះក៏ពាក្យកដាលដែរចឹងគុំមកបងអ្នកតកៅហ្នឹងមិនម៉ែសូមរាប់អានផងជាបងធေါ်បងធေါ်ក៏បានដែរបងប្អូនណាអាចផ្លូវចូលដល់ផ្ទះទៀតចឹងបងប្អូនអាចទស្សនាអាចមកលេងផ្ទះខ្ញុំបានតែមិនទាន់មានកន្លែងអង្គុយលេងស៊ូទូនៅឡើយទេបងប្អូនណាបាទបើឡើយកំពុងរៀបចំធ្វើទៀតធ្វើអីឲ្យហើយសិនពេលរៀបចំផ្ទះហើយគឺខ្ញុំនឹងរៀបចំកន្លែងអង្គុយកន្លែងអីណាមកស្រួលមកសប្បាយបងប្អូនបាទទៀតដល់ផ្ទះខ្ញុំហើយបងប្អូនបាទផ្ទះខ្ញុំក្រោយផ្ទះលោកអាបាខេតលោកអាបាខេតរងបាទញ៉ាំស្រស់បងប្អូនបាទចឹងបងប្អូនស្គាល់បាទលោកអាដាមអាបាខេតរងគឺខ្ញុំនៅជាប់គ្នានឹងគាត់ឯងហើយគាត់ត្រូវជួបពួកខ្ញុំបងប្អូនបាទគឺសាច់ថ្លៃទេវាសរុបចាក់ថ្មីទៅទេបងប្អូនណានៅគៀនផ្ទះខ្ញុំនេះរុបចាក់ថ្មី2 3ហ៎ហើយនេះសម្បូរឡានដឹកដីដែរបងប្អូនណាអ្នកតកៅមិនមានក្រទេបងប្អូនបាទខែនេះគឺជាសម្រុបចាក់ដីក្រុងអាព្រាតបាទខ្លះចាក់ឯងដល់50 60ឡានហ៎ពីច្រើនគេសិតតែនេះហ៎បងប្អូនបាទដីវាស្រែតែគេកកាយបកដីវាស្រែតិចហ្នឹងអូយ៉ាខ្ញុំទិញទៀតដែរនេះអាឡានប៉ុណ្ណេះមួយឡាននេះ 50000 តែអាឡានទូចជាងនឹងតិច 60000 ទិញថ្ងៃមុនបងប្អូនអើយនេះដីថ្លៃស្អីក៏ថ្លៃដែរបងប្អូនបាទបាទនេះដល់ហើយផ្ទះខ្ញុំចូលផ្លូវនេះក៏បានចូលផ្លូវនេះក៏បានដែរបងប្អូនតែខ្ញុំចូលផ្លូវនេះទៅស្រួលដល់កន្លែងទៅចាប់ជួយអើយចាក់សទៀតចៅដេកឲ្យសើចាក់ស